ឯស្រាទំពាំងបាយជូរជារបស់បញ្ឆោតមើលងាយហើយគ្រឿងស្រវឹងបង្កើតការលោឡាអ្នកណាដែលវង្វេងដោយគ្រឿងទាំងពីរនោះឈ្មោះថាគ្មានប្រាជ្ញាអ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួននោះនឹងមិនចម្រើនឡើងទេតែអ្នកណាដែលលន់តួហើយលះបង់អំពើនោះនឹងប្រទះបានសេចក្តីមេត្តាករុណាវិញដូច្នេះបើព្រះរាជបុត្រាប្រោសឲ្យអ្នករាល់គ្នាបានរួចនោះនឹងបានរួចជាពិតដូច្នេះចូលអ្នករាល់គ្នារាប់ខ្លួនទុកជាស្លាប់ខាងបាបដែរតែរស់ខាងឯព្រះវិញចុះដោយនៅព្រះគ្រីស្ទយេស៊ូវជាព្រះអង្គម្ចាស់នៃយើងរាល់គ្នាហេតុនេះកុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នាដែលតែងតែស្លាប់ដើម្បីនឹងស្ដាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយក៏កុំឲ្យប្រគល់អវយវៈទាំងប៉ុន្មានរបស់អ្នករាល់គ្នាទៅក្នុងអំពើបាបទុកដូចជាប្រដាប់ទុច្ចរិតនោះឡើយគឺត្រូវប្រគល់ខ្លួនទៅព្រះដូចជាបានរស់ពីស្លាប់នោះឡើងវិញហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះទុកដូចជាប្រដាប់ប្រដាសុចរិតផងកុំឲ្យត្រាប់តាមសម័យនេះឡើយចូលឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញដោយគំនិតបានកែជាថ្មីឡើងដើម្បីនឹងអាចលោមើលឲ្យបានស្គាល់បំណងព្រះハរតីនៃព្រះដែលស្រួលទទួលហើយគ្រប់លក្ខផងត្បិតមានសេចក្តីចែងទុកមកថាព្រះអង្គម្ចាស់ទ្រង់ស្បត់ដោយព្រះជន្មទ្រង់ថាត្រូវឲ្យគ្រប់ទាំងជង្គង់លុតចុះនៅមុខអញហើយគ្រប់ទាំងអណ្ដាតត្រូវសរសើរដល់ព្រះផងដូច្នេះយើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះពីដំណើររបស់ខ្លួនយើងជាមិនខានតើមិនដឹងទេឬអីថារូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធដែលអ្នករាល់គ្នាបានទទួលមកពីព្រះហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេកុំឲ្យស្រវឹងស្រាដែលនាំឲ្យព្រើលចិត្តឡើយតែចូលឲ្យបានពេញជាព្រះវិញ្ញាណវិញរីឯចុងបំផុតនៃរបស់ទាំងអស់នោះចិត្តដល់ហើយដូច្នេះចូលឲ្យមានគំនិតនឹងធឹងហើយចាំយាមក្នុងសេចក្តីអធិដ្ឋានចុះ